Bài kia bẩm bao năm chúc nhiều vinh sản khâm thả vậy với đừng ai đội đàm tại cục dáng cứ miên tại bịa thá mình ai từ rồi chẳng đừng rương mà thành tiết chập đến mất cho room đạp thằng kia chẳng ระยะពេល7ปีឆ្នាំដែលស្នេហាបើបញ្ចប់ប៉ុន្តែវាបែរជាបានឆេះឡើងវិញនៅពេលនេះដោយខ្ញុំខ្លួនឯងមិននឹកស្មានម្ដងតទៅសោះបច្ចុប្បន្នខ្ញុំមានអាយុ25ឆ្នាំហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនិងមានការងារសមរម្យមួយរំលឹកដល់ឆ្នាំ2016ខែវិច្ឆិកាថ្ងៃទី6ខ្ញុំបានស្គាល់នារីម្នាក់ដែលទើបតែផ្លាស់មករៀនសាលាជាមួយខ្ញុំដោយនាងរៀនក្រោមខ្ញុំមួយថ្នាក់ខ្ញុំរៀនថ្នាក់ទី11ឯនាងរៀនថ្នាក់ទី10ដែលពេលនោះពួកយើងនៅក្មេងខ្ចីខ្លាំងក្រោយមកខ្ញុំក៏បានស្គាល់គ្នាហើយខ្ញុំក៏បានសុំនាងធ្វើសង្សារឯនាងក៏ព្រមស្នេហាក្មេងវិទ្យាល័យពិតជាស្អិតល្មួតនឹងមានពេលនៅក្បែរគ្នាស្ទើររាល់ថ្ងៃហើយបញ្ហាក៏មានច្រើនដែរពេលនោះខ្ញុំប្រច័ណ្ឌច្រើនរករឿងច្រើនដែលជាចរិតមិនបានពិចារណាឲ្យដិតដល់នៅក្នុងនោះក៏មានពេលវេលាល្អៗដែរព្រោះខ្ញុំជាមនុស្សដែលយកចិត្តទុកដាក់ចំពោះគាត់និង take care គាត់ព្រោះបារម្ភចំពោះគាត់គ្រប់កលៈទេសៈខ្ញុំកាន់តែស្រឡាញ់គាត់ខ្លាំងឡើងរហូតសុំគ្រូត្រួតថ្នាក់ដើម្បីបាននៅថ្នាក់ជាមួយគ្នាត្រង់នេះស្ដាប់មើលទៅវាដូចជាពិបាកនឹងទៅរួចប៉ុន្តែខ្ញុំធ្វើបានវាដោយជំនះពាក្យស្ដីជេរពីគ្រួសាររំលងបានមួយឆ្នាំពួកខ្ញុំក៏បានរៀនជាមួយគ្នាប្រកាសមែនដែលខ្ញុំដប់ថ្នាក់ហើយគាត់បានឡើងថ្នាក់អ្វីៗគឺបានល្អប្រសើររហូតដល់ចុងឆ្នាំសិក្សាថ្នាក់ទី11ប្រហែលជាដើមឆ្នាំ2018ខ្ញុំនិងគាត់ក៏ឧស្សាហ៍ឆ្លោះគ្នាខ្លាំងដោយសារខ្ញុំប្រច័ណ្ឌច្រើននិងហួងហែងជ្រុលរហូតដល់ខែមីនា2018ពួកយើងក៏បានបែកគ្នាហើយខ្ញុំក៏បានរកឃើញថាគាត់ក៏កំពុងមានទំនាក់ទំនងជាមួយសិស្សច្បងគាត់នៅសាលាភាសាបរទេសមួយដែលគាត់រៀនពេលដែលខ្ញុំបានដឹងពីដំណឹងនេះខ្ញុំបានព្យាយាមស្កាត់ជួបគាត់គ្រប់កន្លែងដែលគាត់ទៅយ៉ាងរំខានបំផុតនឹងសុំទោសហើយសូមឲ្យគាត់វិលត្រឡប់តែគ្រប់យ៉ាងវាហួសពេលហើយព្រោះគាត់ឆ្អែតនឹងខ្ញុំហើយគាត់ក៏បានប្រាប់ថាគាត់មានសង្សារថ្មីហើយកន្លងមកមួយរយៈខ្ញុំក៏បោះបង់ការសិក្សាហើយដើរទាល់ខ្យល់រស់នៅបែបធ្វើបាបខ្លួនឯងទាំងក្មេងខ្ចីហើយតែងតែរំពឹងថាគាត់នឹងវិលត្រឡប់មកវិញនៅថ្ងៃណាមួយតែអ្វីៗមិនដូចការគិតដែលគាត់កាន់តែស្អប់ខ្ញុំហើយមិនចង់ពាក់ព័ន្ធនឹងខ្ញុំបន្តទៀតរហូតដល់ឆ្នាំ2020ខ្ញុំបានធូរស្បើយមិនសូវខូចចិត្តហើយក៏គិតយល់ឬខ្ញុំក៏បានបន្តការសិក្សាឡើងវិញដោយរៀនរហូតបានចូលថ្នាក់មហាវិទ្យាល័យនិយាយដល់ចំណុចនេះគឺខ្ញុំបានខាតពេល2ឆ្នាំដើម្បីរៀនថ្នាក់លើគាត់រហូតទៅរៀនក្រោមគាត់វិញរហូតមកដល់ឆ្នាំ2021កំឡុងពេលកូវីដផ្ទុះខ្លាំងខ្ញុំនិងគាត់ក៏ចាប់ផ្ដើមមានទំនាក់ទំនងឡើងវិញក្នុងនាមជាអ្នកស្គាល់គ្នាដោយសារគាត់បានបែកគ្នាជាមួយសង្សារម្នាក់នោះប៉ុន្តែមិនសូវបានលេងជាមួយគ្នាច្រើននោះទេដោយសារខ្ញុំក៏មានសង្សារថ្មីវិញម្ដងតែគ្រប់ពេលលេងឆាតជាមួយគ្នានោះខ្ញុំតែងតែនិយាយលួងគាត់សូមឲ្យគាត់ត្រឡប់ដោយមិនខ្វល់ពីសង្សារថ្មីរបស់ខ្ញុំទេព្រោះថាខ្ញុំមិនបានស្រឡាញ់សង្សារថ្មីរបស់ខ្ញុំទេខ្ញុំសារភាពតាមត្រង់ថាខ្ញុំពិតជាមិនបានស្រឡាញ់សង្សារថ្មីមែនតែខ្ញុំបានព្យាយាមស្រឡាញ់ដែរតែអារម្មណ៍វាមិនអាចកាត់ឡើងព្រោះខ្ញុំនៅតែស្រឡាញ់សង្សារចាស់ខ្ញុំហើយខ្ញុំពិតជាអាត្មានិយមមែនដោយសារតែវាជាអារម្មណ៍ខ្ញុំមួយឆាវដែលព្យាយាមយកសង្សារថ្មីមកបំភ្លេចសង្សារចាស់ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំក៏បានសារភាពប្រាប់រឿងទាំងអស់ទៅសង្សារថ្មីនឹងសុំគាត់បែកគ្នាដោយមិនចាំបន្តយកគាត់មកពាក់ព័ន្ធនាំឲ្យតែឈឺចាប់ខ្ញុំបានរស់នៅម្នាក់ឯងរហូតថ្ងៃមួយដែលខ្ញុំគិតថាខ្ញុំបានឈប់ស្រឡាញ់សង្សារចាស់របស់ខ្ញុំហើយក៏ចាប់ផ្ដើមមានទំនាក់ទំនងថ្មីទៀតតែមិនមែនជាសង្សារទេព្រោះអារម្មណ៍របស់ខ្ញុំមិនបានស្រឡាញ់គេពិតប្រាកដដោយស្នេហាដំបូងរបស់ខ្ញុំទេក្រោយមួយទៀតខ្ញុំគិតថាខ្ញុំនឹងបន្តរស់នៅម្នាក់ឯងលែងខ្វល់ខ្វាយរឿងស្នេហាទៀតហើយខ្ញុំនឹងគាត់ដែលជាស្នេហាដំបូងតែងតែឆាតសួរសុខទុក្ខគ្នាជារឿយៗដោយអ្នកស្គាល់គ្នាមិនមានអ្វីពិសេសនោះទេរហូតមកដល់ថ្ងៃទី14ខែកុម្ភៈឆ្នាំ2025ដែលជាទិវានៃក្តីស្រឡាញ់ខ្ញុំក៏បានទៅបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៅមុនប៉ុន្មានថ្ងៃមុនថ្ងៃបរិច្ចាគខ្ញុំបានឆាតបបួលគាត់ចូលរួមដែរហើយពីដំបូងគាត់ថាទើបងើបពីឈឺដូច្នេះបានចូលរួមទេតែក្រោយមកគាត់ក៏បានផ្លាស់ប្ដូរចិត្តវិញហើយខ្ញុំក៏បានទៅយកគាត់ពីកន្លែងធ្វើការនៅកោះពេជ្រប្រហែលជាម៉ោង2រសៀលដើម្បីមកមជ្ឈមណ្ឌលជាតិផ្ដល់ឈាមជាមួយគ្នានៅជាប់ប៉េរូស៊ីមូលហេតុដែលខ្ញុំចង់ទៅដប់គាត់ព្រោះខ្ញុំបារម្ភពីសុខភាពរបស់គាត់ក្រោយពេលបរិច្ចាគឈាមរួចខ្លាចគាត់វិលមុខមានបញ្ហាពេលកំពុងបើកបរត្រឡប់ទៅផ្ទះគាត់វិញកំឡុងពេលកំពុងដប់គាត់ខ្ញុំមានអារម្មណ៍យ៉ាងពិសេសកាត់ឡើង
គឺអារម្មណ៍នៃភាពកក់ក្ដៅនៃស្នេហាដំបូងនិងជានារីដែលខ្ញុំធ្លាប់ស្រឡាញ់ខ្លាំងបំផុតនៅក្នុងជីវិតរបស់ខ្ញុំវាហាក់បីដូចជាវិលត្រឡប់ទៅទទួលបានអារម្មណ៍កក់ក្ដៅពីអតីតកាលដែលយើងទាំងពីរជាសង្សារនឹងគ្នាខ្ញុំនិងគាត់ក៏បានជជែកគ្នាពីនេះពីនោះប៉ុន្តែនៅក្នុងអារម្មណ៍របស់ខ្ញុំកំពុងតែនឹកអតីតកាលក៏បាននិយាយថាការនៅរៀនពេលទៅដើរលេងឬពេលទៅណាទៅណីជិះម៉ូតូជាមួយគាត់7ឆ្នាំក្រោយក៏បានជិះជាមួយគ្នាម្ដងទៀតក៏នៅតែជិះម៉ូតូខ្ញុំនិយាយបែបសើចហើយគាត់ក៏តបវិញថាខ្ញុំនិយាយថាមិនស្ដាប់អត់យល់ខ្ញុំក៏ថាគ្មានអីទេព្រោះខ្លាចប៉ះពាល់អារម្មណ៍គាត់ឬអារម្មណ៍គាត់ខុសពីខ្ញុំនឹងម្យ៉ាងខ្លាចខ្ញុំគិតនឹកនេះអតីតកាលទៅឯងជួនថ្ងៃនោះស្ទះផ្លូវខ្ញុំក៏តែងតែងាកទៅសម្លឹងមើលមុខគាត់ហើយយកលេសសួរគាត់ថាក្តៅអត់បូមឈាមហើយមុខដូចស្លេកស្លាំងតែតាមពិតខ្ញុំសំណោះគាត់ចង់ឃើញមុខគាត់ព្រោះរយៈពេលយូរហើយដែលពួកខ្ញុំមិនដែលបានជួបគ្នាហើយខ្ញុំពិតជានឹកគាត់ខ្លាំងណាស់ខ្ញុំខានទទួលបាននូវអារម្មណ៍នៃភាពកក់ក្ដៅយ៉ាងជ្រាលជ្រៅបែបនេះយូរមកហើយនៅពេលដែលចិត្តដល់ផ្ទះគាត់ពួកខ្ញុំបាននិយាយរឿងការងារនិងប្រាក់ខែនិយាយដល់ចំណុចនេះខ្ញុំពិតជារអៀសខ្លួននិងខ្មាស់ខ្លួនឯងខ្លាំងណាស់ព្រោះគាត់ឥឡូវមានប្រាក់ខែច្រើនជាងខ្ញុំគុណនឹង4ចំនួននេះអាចបញ្ជាក់បានថាសមត្ថភាពរកប្រាក់របស់ខ្ញុំនៅទាបជាងគាត់ឆ្ងាយណាស់ដូច្នេះពួកយើងទាំងពីរមិនស័ក្តិសមនឹងគ្នាទេហើយគាត់គួរតែទទួលបានមនុស្សដែលមានសមត្ថភាពជាងខ្ញុំដើម្បីផ្ញើវាសនាគ្រាន់តែនិយាយដល់ចំណុចនេះខ្ញុំគ្មានអ្វីធៀបទៅនឹងគាត់ទេព្រោះឥឡូវពួកយើងខុសគ្នាឆ្ងាយពេកជាចុងក្រោយខ្ញុំសូមអរគុណដល់កម្មវិធីនិងបងពិធីករដែលបានអាននៅរឿងរ៉ាវរបស់ខ្ញុំរហូតដល់ចប់ខ្ញុំសូមផ្ដាំផ្ញើទៅគាត់ថាបងនៅតែស្រឡាញ់អូនហើយអូននៅតែស្ថិតក្នុងបេះដូងបងជារៀងរហូតហើយក៏មិននឹងថ្ងៃណាទើបរលប់ដែរ